ថ្ងៃនេះមកដល់ផ្កាជាហួយទៀតហើយបងប្អូនគ្នាបន្លែធម្មជាតិដោះពីក្នុងព្រៃផ្កាជាហួយថ្ងៃនេះខ្ញុំដកយកទៅហូបជាមួយនឹងបុកអំបិលបងប្អូនគ្នានិយាយពីថាឆ្ងាញ់ខ្លាំងមែនតើហ្មងហើយនិយាយពីថាខែនេះគឺពេញសម្បូរបងប្អូនគ្នាអើយផ្កាស្គូស្គីពេញព្រៃពេញដប់ណាស់តែសម្រាប់ខ្ញុំដកយកតែអាកំពុំទេបើយើងហូបលក់ទៅឆ្ងាញ់វាផ្អែមអញ្ចឹងណាបើវារីចាយហើយគឺយើងហូបអត់កើតទេគឺអត់ឆ្ងាញ់វាហូបកើតតែវាអត់ឆ្ងាញ់ហ្នឹងបងប្អូនគ្នាដកតែអាកំពុំចេះទេដើម្បីយកទៅហូបជាមួយនឹងបុកអំបិលនិយាយទៅហូបឆៅគេក៏បានចង់ស្រស់ក៏បានតែសម្រាប់ខ្ញុំចូលចិត្តស្រស់ជាងយើងស្រស់ទៅវាទុនត្រួយញ៉ាំអញ្ចឹងណាបងប្អូនគ្នាដូចឃើញអញ្ចឹងគឺថាខ្វាកខ្លាំងមែនតើដោយសារវាដោះច្រើននឹងក្រហមត្រឹងពេញព្រៃមកបងប្អូនគ្នាហើយខ្ញុំគឺថាដកយកនេះដកយកតែកំពុំទេឥឡូវគឺថាបានមកកន្ត្រកហើយយើងចាប់ផ្ដើមមកដល់ផ្ទះបងប្អូនគ្នាមកដល់ផ្ទះភ្លាមចាប់ផ្ដើមរៀបចំលាងសម្អាតឲ្យបានស្អាតទៅពួកអីវាដោះតាមព្រៃយើងមានដីមានទលីអញ្ចឹងណាបងប្អូនគ្នាតែកាលណាយើងលាងមិនស្អាតទេគឺហូបអត់ស្រួលទេគឺគ្រីតតែបងប្អូនគ្នាអើយឥឡូវយើងចាប់ផ្ដើមដាក់វាចូលទឹកផ្លុកទៅបងប្អូនគ្នាយើងធ្វើការជ្រោកវាពី3ទឹកក៏បានវាចេញអាដីអស់ពីក្នុងផ្កាវានោះឯងបើអារៀងចាយដឹងថាសម្បូរដីឯងបើកំពុំសោអីហើយថ្ងៃនេះលក់គឺថាមានតែផ្កាជួយមួយមុខទេមានតាំងពីត្រួយស្ដៅមានតាំងពីត្រប់មានតាំងពីអីសើបន្លែបែបជុំវិញផ្ទះនោះឯងហើយនេះមានតាំងពីត្រាវទៀតបងប្អូនគ្នានិយាយទៅនៅខាងខ្ញុំសម្បូរខ្លាំងមែនតើអាប្រភេទបន្លែលក់ចឹងបងប្អូនគ្នាគឺថាដោះពេញដប់ពេញព្រៃនេះហើយកើតខ្វះទេឲ្យតែថាប៉ិនដើររកប៉ិនអីចឹងគឺហត់ចំណាយលុយទិញគេទេហើយនេះសម្រាប់បងអំបិលគឺយើងត្រូវដាក់ប្រហុកឲ្យច្រើនបែបនេះបងប្អូនគ្នាហើយខ្ញុំធ្វើនេះមិនញ៉ាំតែឯងទេគឺញ៉ាំទាំងក្រុមតែម្ដងហើយសម្រាប់ក្រុមពួកខ្ញុំគឺជាចំណងចំណូលចិត្តរបស់ពួកគាត់ហើយដើម្បីថាបងអំបិលបុកអីនេះហើយបងអំបិលមិនបុកតែប្រហុកទេយើងមានត្រីអាំងដែរមានត្រីទូ3ក្បាលចឹងណាបងប្អូនគ្នាដើម្បីលេងជាមួយបងអំបិលរបស់យើងនោះឯងអំបិលហ្នឹងគឺយើងត្រូវដាក់ខ្ទឹមដុតខ្ទឹមទៅអីទេឲ្យវាឈ្ងុយចឹងណាលីងម្ទេសលីងអីចឹងទៅនិយាយទៅបើយើងចង់លីងខ្ទឹមក៏បានដែរដុតក៏បានលីងក៏បានសាចិត្តរបស់យើងតែខ្ញុំជួយដុតទៅវាឈ្ងុយជាងលីងបងប្អូនគ្នាវាឆ្អិនល្អបើសម្រាប់ម្ទេសយើងលីងហើយនេះត្រីរបស់យើងដែលយើងអាំងមុនហ្នឹងគឺយើងដាក់ឲ្យវាឆ្អិនមកបងប្អូនគ្នាហើយឆ្លៀតពេលហ្នឹងយើងមកលីងម្ទេសមកដើម្បីឲ្យវាស្រួយពេលយើងបុកទៅវាលក្ខណៈស្រួលចឹងវាម៉ត់ល្អបងប្អូនគ្នាចូលជាមួយសាច់អំបិលរបស់យើងហ្នឹងវាល្អតែកាលណាល្អគឺវាមានជាតិតែបងប្អូនគ្នាវាចូលជាតិគ្នាសពអញ្ចឹងណាបងប្អូនគ្នានិយាយមែនបងប្អូនគ្នាអើយមុខម្ហូបមុខនេះឲ្យទៅធ្វើពេលណាគេថាឆ្លក់គេឆ្លក់ឯងពេញហ្នឹងឯងដោយសារតែឃើញស្រាច់ហើយគឺថាលីងនឹងឈួលវិញហ្នឹងហ្មងហើយលីងម្ទេសរួចយើងចាប់ផ្ដើមមកស្រោះជាមួយបន្លែរបស់យើងដូចឃើញអញ្ចឹងមានផ្កាចំហួយហើយត្រាប់អញ្ចឹងបងប្អូនគ្នាហើយនេះមានតាំងពីត្រាវទៀតអញ្ចឹងយើងស្រោះចូលគ្នាទៅផ្កាត្រួយស្ដៅវាអត់ទាន់ស្រោះទេដោយសារវាល្វីងអញ្ចឹងចាំស្រោះក្រោយគេអញ្ចឹងណាបងប្អូនគ្នាកុំឲ្យវាល្វីងដល់គេដល់ឯងទៀតទៅថាស្រោះមួយគេហ្នឹងល្វីងកែតទាំងអស់ហើយអ្នកចេះហូបល្វីងគឺគាត់ចេះហូបទេឥឡូវម្ទេសខ្ទឹមយើងលីងរួចហើយបងប្អូនគ្នាយើងធ្វើការបុកជាមួយនឹងគ្រឿងរបស់យើងហ្នឹងមកមានម្ទេសមានខ្ទឹមបុកឲ្យម៉ត់សិនមកបងប្អូនគ្នាបន្ទាប់ពីថាបុកម៉ត់ហើយយើងធ្វើការដាក់ជាមួយនឹងប្រហុកនេះប្រហុករបស់យើងហ្នឹងចាក់ចូលផ្លុកទៅអូយនិយាយម៉ែបងប្អូនគ្នាអើយដឹងតែជាតិហើយថ្ងៃហ្នឹងតបាយចុះទាំងឆ្នាំងហ្មងអើយតែធ្វើមុខម្ហូបនេះមួយមុខហ្នឹងបងប្អូនគ្នាគឺថាអត់មានបាត់នរណាម្នាក់ទេទាំងពេលញ៉ាំបាយគឺថាមកជុំគ្នាហ្មងដោយសារវាជាមុខម្ហូបមួយដែលអ្នកភូមិអ្នកស្រុកនេះគេជាចំណងចំណូលចិត្តបដ ாய் គេហូបសឹងថាប្រចាំថ្ងៃបងប្អូនគ្នាហ្នឹងហើយគេហៅថាបុកអំបិលឯងបុកអំបិលចុចបុកអំបិលចុចយ៉ាងឯងប៉ុន្តែបើខ្ញុំដាក់ឈ្មោះថាបុកអំបិលប្រចាំតំបន់ដោយសារតំបន់មួយហ្នឹងទាំងមូលគឺគេហូបអញ្ចឹងឯងហើយពេលខ្លះគេបុកតែប្រហុកតេងទៅពេលខ្លះក៏គេដាក់សាច់ត្រីអីឈ្មោះខ្ញុំអញ្ចឹងណាបងប្អូនគ្នាខ្ញុំដាក់សាច់ត្រីសារតែគ្នាបើខ្ញុំច្រើនមិនអាចបុកទៅប្រហុកទេបានទេឥឡូវនេះលក់របស់យើងក៏វាបានលក្ខណៈថាឆ្អិនណាបងប្អូនគ្នាចាប់ផ្ដើមស្រង់វាដាក់កញ្ច្រែងមកដើម្បីយកទៅញ៉ាំជាមួយនឹងបុកអំបិលប្រហុករបស់យើងបងប្អូនគ្នាយើងស្រង់វាមកអញ្ចឹងមកបាទហ្នឹងហើយអូយមែនផ្កាជួយយើងស្រោះយូរពេកតែកាលណាស្រោះយូរពេកវាលួយហើយនេះបុកអំបិលរបស់យើងក៏រួចរាល់ដែរយើងចាប់វាដាក់ចានអញ្ចឹងមកដើម្បីធ្វើការយកទៅញ៉ាំនិយាយទៅយើងចង់ដាក់ទឹកឲ្យវាប៉ែកក៏បានយើងចង់ញ៉ាំគោកចឹងក៏បានដែរស្រេចតែចំណងចំណូលចិត្តរបស់យើងចឹងណាអ្នកខ្លះក៏គាត់ចូលចិត្តដាក់ទឹកចឹងទៅគេបុកចឹងហើយយកទៅលាយទឹកចឹងអ្នកខ្លះទៀតគេធ្វើធម្មតាញ៉ាំធម្មតាគោកដូចខ្ញុំចឹងខ្ញុំចូលចិត្តញ៉ាំគោកចេះបងនេះដោយសារវារសជាតិឆ្ងាញ់ជាងតើផាត់ទៅញ៉ាំផងមកខ្ញុំភ្លេចថតទៅចឹងខ្ញុំអ្នកកាន់បាយថងអាខាងជើងមកអត់បេកកាន់ផ្សាប់ស្អីចាឆ្ងាញ់មែនតើមកបងប្អូនមើលតែមាត់ខ្ញុំទៅដឹងហើយដល់ហើយ vlog របស់ខ្ញុំក៏មានច្រើនដែរមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយ share និង follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូនិងសកម្មភាពថ្មីៗខ្ញុំបាទច្រើនហើយបាយបាយជម្រាបលាជួបគ្នាវីដេអូក្រោយបន្តទៀតបាទហើយសម្រាប់បងប្អូនណាដែលមានបញ្ហាស្បែកមុខមុនជាប់អាចរកទទួលរបស់បងប្អូនខ្ញុំប្រើប្រាស់ជាមួយស្ដីជាមួយអេសាពិសេសអ្នកជួយចិត្តដើរព្រៃដើរអីខ្ញុំអញ្ចឹងតែតែប៉ះធូលីដីប៉ះអីអញ្ចឹងប្រើប្រាស់ស្ដីជាមួយអេសាគឺល្អបំផុតវាជួយសម្អាតកោសិកាចាស់ៗនិងកែលនៅលើស្បែកមុខយើងបានល្អខ្លាំងមែនទែនបងប្អូនគ្នាហើយអ្វីដែលពិសេសជាងនឹងទៀតគឺវាមានជាតិទឹក collagen ផ្ដល់សំណើមដល់ការស្បែកមុខយើងពេលដែលយើងកាន់តែជូតស្បែកមុខយើងកាន់តែភ្លឺរលោងតឹងណែនជាមួយអេសាមានជាតិការជាតិបកទៅបងប្អូនស្ដីជាមួយអេសាមានស្តង់ដារមកពីប្រទេសជប៉ុនអញ្ចឹងប្រើប្រាស់តែមានទំនុកចិត្តហ្មងបងប្អូនគាត់ចង់ទិញប្រើប្រាស់អាចរកទិញបាននៅលើទីផ្សារឬឆាតទៅកាន់ page ផ្សារធម្មជាតិ24ក៏បានដែរនេះឃើញអត់គឺថាក្អែលមកទាំងដុំអញ្ចឹងហ្មងគង់តែមានការបញ្ចុះតម្លៃបងប្អូនឆាតទិញលឿនៗទៅយ៉ាត់អត់ទិញអត់ទាន់គេ